បាទសូមអរគុណអតិថិជនដែលតែងតែគាំទ្រហាង Gary Sport Shop បងប្អូនចង់ទិញសម្ភារៈប៊ីងប៉ុងដែលមានគុណភាពល្អសូមអញ្ជើញមកកាន់ហាង Gary Sport Shop ថ្ងៃនេះលោកគ្រូបិទឈុតដងរ៉ាកែត3ផ្សេងគ្នាតែប្រើស្បែក Dignic 09C ទាំងអស់គាត់ប្រើស្បែក Dignic 09C ទាំងសងខាងទាំង3រ៉ាកែតរ៉ាកែតដែលគាត់យកមកបិទនេះគឺដងSatjus របស់ Butterfly ហើយនឹង Mizutani របស់ Butterfly ដែរ Mizutani Super ZRC ហើយមួយទៀតដង Malong ហ្នឹងហើយដង Malong របស់ DHS ដងគាត់ខុសៗគ្នាទាំងអស់តែគាត់បិទស្បែកDignic 05ទាំងអស់សងខាងហ្មងហ្នឹងហើយយើងមើលពីរបៀបដែលលោកគ្រូបិទទីមួយយើងលាបកាវទៅលើស្បែកមួយឲ្យអស់លាបកាវហើយយើងទុកចោលឲ្យវាស្ងួតលាបកាវទាំងសងខាងហ្មងទៅលើស្បែកទាំងសងខាងហើយដងយើងលាបម្ដងមួយចំហៀងហ្នឹងហើយដងយើងលាបម្ដងមួយចំហៀងលាបឲ្យសពចឹងណាកុំដាក់ច្រើនពេកយើងដាក់តែមិនល្មមលាបឲ្យសពទៅហើយថាទុកឲ្យស្ងួតទៅស្ងួតហើយយើងចាប់ផ្ដើមបិទហ្នឹងហើយបិទហើយយើងជាយើងបិទអានេះយើងបិទម្ដងទាំងអស់ហ្មងបិទម្ដងនឹង3រ៉ាកែតហ្នឹងហើយអានេះ យើងមើលថ្ងៃនេះលោកគ្រូជាដោយយើងប្រើឡាមណាហ្នឹងហើយអានេះយើងប្រើឡាមជាគ្នាយើងនៅពេលដែលដងថ្មីយើងជាឡាមស្អាតជាឡាមស្អាតជាងម៉ាស៊ីនអារ៉ាកែតដែលគ្រូប្រើម៉ាស៊ីនកាត់ហ្នឹងអាហ្នឹងដងរ៉ាកែតគាត់វាបែកកែមច្រើនណាដល់អញ្ចឹងយើងប្រើម៉ាស៊ីនកាត់វាស្អាតអញ្ចឹងហើយតែនៅពេលដងគាត់អត់បែកអីយើងប្រើឡាមជាស្អាតជាងអញ្ចឹងជាទូទៅពេលខ្លះត្រឡប់គ្រូបិទវិញគឺភាគច្រើនបើដងយើងនៅស្អាតយើងជាឡាមហ្នឹងហើយអានេះយើងលាបមួយចំហៀងទៀតហើយទុកឲ្យស្ងួតហើយយើងចាប់ផ្ដើមបិទយើងបិទមួយចំហៀងទៀតចាប់ដើមកាត់អានេះយើងប្រើម៉ាស៊ីនកាត់ទាំងអស់ហ្មងហ្នឹងហើយប្រើម៉ាស៊ីនកាត់ទាំងអស់ហើយបន្ទាប់ពីយើងកាត់ហើយយើងត្រូវសកត់វាឲ្យណែនហើយđâyបានកាត់ហើយបានសកត់អត់សកត់មុនកាត់យើងសកត់មុនកាត់ពេលខ្លះនៅពេលយើងបកបិទវាអាចរួមអញ្ចឹងយើងបិទហើយចាំសកត់វាហ្នឹងហើយអស់ទៅ